ហើយកុំឃើញគេមានឡានល្អជីគេមានផ្ទះល្អនៅហើយថាគេត្រូពងណាបើអ្នករស់នៅក្នុងសង្គមស្រុកខ្មែរផ្ទាល់បានដឹងថាស្រុកខ្មែរយើងបែបណាមានបងប្អូនដែលថាគាត់យល់ច្រឡំគាត់យល់ខុសច្រើនពីប្រទេសខ្លួនឯងច្រើនជាពិសេសអ្នកដែលថាទៅធ្វើការនៅក្រៅប្រទេសណាខ្ញុំលើកឧទាហរណ៍ដូចនៅប្រទេសថៃអីជាដើមណាដែលថាប្រទេសដែលថាខ្ញុំធ្លាប់ចេញចូលជាប្រចាំបងប្អូនខ្លះគាត់តែនិយាយថាចំណាយណាប្រទេសគេមានសិទ្ធិសេរីភាពស្អីណានៃហើយនិយាយធ្វើដូចខ្លួនឯងទៅនៅស្រុកគេហ្នឹងគឺមានសិទ្ធិសេរីភាពអញ្ចឹងណានៅស្រុកខ្មែរបងប្អូនចង់ធ្វើអីបងប្អូនធ្វើនឹងទៅគ្មានអ្នកណាទៅហាមអ្នកឯងទេរកអីបានរកទៅណាហើយគ្មានរត់គ្មានស្អីណាគេមកគៀបសង្កត់យើងថាយើងត្រូវតែបងលុយឬក៏ត្រូវតែធ្វើអីមានសមត្ថភាពរកអីបានរកនឹងទៅណាប៉ុន្តែទៅនៅស្រុកគេឯកសារគេហ្នឹងគេឲ្យយើងទៅធ្វើត្រឹមតែជាកម្មករគេទេណាតំណែងណាដែលថាលើសពីកម្មករគឺគេដាក់ជនជាតិគេមុខរបរណាដែលថាគេຕົកសម្រាប់ជនជាតិគេគឺគេຕົកសម្រាប់ជនជាតិគេណាបងប្អូនសិទ្ធិសេរីភាពយ៉ាងម៉េចឥឡូវគ្រាន់តែថាឯកសារធ្វើការណាក្នុងឯកសារឧទាហរណ៍ថាក្នុងឯកសារដាក់ថាទៅធ្វើការសំណងតិចបងប្អូនទៅធ្វើរោងចក្រឬក៏បងប្អូនទៅធ្វើការផ្សារខុសទៀតខុសប្រភេទការងារហ្នឹងខុសទៀតប៉ូលីសចាប់បានហ្នឹងគឺស្មើនឹងយើងខុសច្បាប់ហ្មងណាហើយតែអូតនេពីការងារឥឡូវចង់ដាក់លក់ស្អីប្រហិតជៀនប្រហិតអាំងអីតិចតួចក៏ធ្វើមិនបាននិយាយទៅគឺគ្រប់យ៉ាងអ្នកដែលធ្វើបាននៅថៃរងថ្ងៃគឺសិតតែលួចទេណាលួចដេកធ្វើទៅថៃនៅពីក្រោយខ្លះអីខ្លះទៅបើថាបើតាមច្បាប់របស់គេធ្វើមិនបានហ្មងហើយតែច្រឡំតែមានរឿងមានបញ្ហាជាមួយជនជាតិគេគេប្តឹងប៉ូលីសតែមួយញ៉ាច់មកដល់ផ្លឹបហ្មងហើយនៅស្រុកខ្មែរយើងឱកាសច្រើនណាហើយបើយើងស្ដាប់តព័រមានហើយយើងជឿតព័រមានម្ខាងអញ្ចឹងគឺយើងធ្វើម៉េចដឹងថានៅក្នុងស្រុកខ្មែរយើងរងថ្ងៃហ្នឹងគឺគេវិវត្តទៅដល់ណាដល់ណីហើយបងប្អូនឃើញណាខ្លះជីដល់ទៅ500 600អីគេអត់មានទៅធ្វើការអីពាក់ព័ន្ធជាមួយនឹងរាជការពាក់ព័ន្ធទៅស្អីណានៃឬក៏ត្រូពងឬក៏ស្អីណានៃបងប្អូនមួយចំនួនខ្លះគាត់មើលមកអញ្ចឹងគាត់ថាអូឲ្យតែឃើញអាណារៀងមានបានតិចពួកនឹងសារត្រូពងអត់ទេបងប្អូនណាអ្នកឯងរកអីបានក៏រកទៅមានសមត្ថភាពរកអីរកហ្នឹងណាស្រុកខ្មែរយើងឲ្យតែច្បាស់ឲ្យតែចេះស្អីមួយឲ្យប្រកាសរឿងតម្លៃខ្លួនមិនទៀបជាងស្រុកគេទេណាឬក៏បើមិនចង់ខ្ញុំគេក៏យើងទទួលការងារធ្វើខ្លួនឯងមកខ្លួនឯងក៏យើងធ្វើតកែខ្លួនឯងក៏ធ្វើបានចង់ធ្វើអីក៏ធ្វើបានសិទ្ធិសេរីភាពគឺពេញលេញទាំងអស់ណាបងប្អូនសាកប្រៀបធៀបមើលទៅគឺខុសគ្នាណារវាងយើងទៅនៅស្រុកគេហើយនឹងយើងនៅស្រុកខ្លួនយើងណាហេតុអីបានគេនៅស្រុកគេរស់ស៊ីមានបានទៅគេនៅស្រុកគេនៅតែក្នុងស្រុកគេឃើញពីចន្លោះគេដឹងថាត្រូវរកអានេះត្រូវធ្វើអានេះត្រូវដាក់អានោះយើងអ្នកខ្លះទៅធ្វើការនៅថៃរាប់តែឆ្នាំអួតថានៅនឹងបានប្រាក់ខែខ្ពស់បានប្រាក់ថ្ងៃខ្ពស់តែឆ្ងល់ថាមានបញ្ហាត្រឡប់មកខ្មែរអត់ដល់មួយអាទិត្យផងអ្នកខ្លះថាអស់លុយអាខ្លះមកនៅមិនដល់បានមួយខែផងអស់លុយទៅដល់ខ្យល់រោឡើងទៅវិញហើយគេថាពីមុននឹងយើងរោបានតែយើងទៅនៅប្រហែលឆ្នាំហើយចុះលុយទៅណាអស់ណាសាកប្រៀបធៀបមើលជីវិតខ្លួនឯងណាជីវិតខ្លួនយើងដែលថាយើងទៅនៅស្រុកគេហើយនឹងអ្នកដែលគេរស់ស៊ីនៅក្នុងស្រុកយើងសាកប្រៀបធៀបគ្នាមើលថាអ្នកដែលគេរស់ស៊ីក្នុងស្រុកអ្នកខ្លះនៅតែក្នុងភូមិក្នុងស្រុកខ្លួនឯងទេណារស់ស៊ីតិកតក់ប៉ុណ្ណាយើងភ្លេចទៅនៅថៃ5ឆ្នាំឬក៏ទៅប្រទេសនេះ5ឆ្នាំ6ឆ្នាំមកវិញមកដល់គេកណ្ដេះគឺគេមានផ្ទះគឺគេមានឡានហើយបើអ្នកដែលថាធ្វើកម្មករគេឲ្យតែអ្នកពិតប្រកបឲ្យតែធ្វើជាប់5ឆ្នាំអ្នកខ្លះ10ឆ្នាំអីហ្នឹងបងប្អូនតែឆែកមើលទៅណាប្រាក់ខែគាត់ក៏មិនមានថោកដែរបើប្រៀបធៀបទៅប្រាក់ខែគាត់គឺអត់ទាបជាងយើងទៅធ្វើការនៅស្រុកថៃអីរាប់ឆ្នាំណាឲ្យតែថាយើងធ្វើការងារនឹងប្រចាំច្រើនឆ្នាំគឺយកមកធៀបនេះទៅណាអត់ខុសគ្នាប្រហែលទេតែវាលើកលែងថាអ្នកមកថ្មីចឹងវាអាចនឹងអានេះវាធម្មតាទេយើងត្រូវចាប់ផ្ដើមការងារសាជាថ្មីអីចឹងណាអញ្ចឹងទទួលព័ត៌មានខ្ញុំមិនខ្ញុំមិនជាអ្នកបាក់ខាងណាទេគាត់ថាអ្វីដែលថាវាជាព័ត៌មានពិតយើងទទួលព័ត៌មានពិតណា
យើងកុំទទួលព័ត៌មានតែម្ខាងស្រុកខ្មែរយើងមានអ្វីល្អច្រើនណាស់ដែលថាយើងត្រូវជួយនិយាយគ្នាយើងត្រូវជួយលើកតម្កើងគ្នាណាកុំយកតែរឿងមិនល្អនឹងយកមកជន់បលេចគ្នាណាអរគុណ